នេះគឺជាអាងហែលទឹកដែលមានជម្រៅជ្រៅជាងគេបំផុតមួយនៅក្នុងពិភពលោកអាងទឹកមួយនេះដែរគឺមានឈ្មោះថា Deep Dive Dubai ជាប់ឈ្មោះជាអាងទឹកដែលមានជម្រៅជ្រៅជាងគេបំផុតនៅក្នុងពិភពលោកអាងទឹកមួយនេះដែរគឺមានជម្រៅរហូតដល់ទៅ60ម៉ែត្របងប្អូនបើយើងគិតជាចំនួន feet គឺ197 feet អាងទឹកនេះដែរគឺមានទីតាំងស្ថិតនៅក្នុងទីក្រុង Net Al Sheba នៅក្នុងទីក្រុង Dubai វាត្រូវបានបើកដំណើរការដំបូងនៅក្នុងឆ្នាំ2021នៅក្នុងខែកក្កដាបងប្អូនវាមានផ្ទុកទឹកសាបចំនួន14លានលីត្រឬក៏ស្មើទៅនឹងអាងទឹកអូឡ িম্প ិកចំនួន6បូកបញ្ចូលគ្នាអាងទឹកនេះដែរគឺត្រូវបានគេរចនាឡើងដោយស្រដៀងទៅក្នុងទីក្រុងលិចទឹកក្នុងនោះមានដូចជា apartment លិចទឹកមានបណ្ណាល័យលិចទឹកកន្លែងលេងល្បែងកម្សាន្តសម្បីតែយានដ្ឋានមានឡានមានម៉ូតូខូចៗគេយកមកដាក់តាំងក្នុងហ្នឹងបងប្អូននៅក្នុងអាងទឹកនេះផងដែរគឺគេមានបែងចែកជា2ផ្នែកសម្រាប់អ្នកមុជទឹកកម្រិតដំបូងគឺជម្រៅ12ម៉ែត្រសម្រាប់អ្នកដែលគាត់ជាមួយទឹកកម្រិតមូលដ្ឋានគ្រឹះកម្រិតដំបូងបងប្អូនបាទសម្រាប់អ្នកដែលមានបទពិសោធន៍ក៏ដូចជាអ្នកដែលប្រកបមានជំនាញច្បាស់លាស់គឺប្រកបអាចធ្វើការមុជដល់ខាងក្រោមដែលមានជម្រៅ60ម៉ែត្របានហើយនៅក្នុងអាងទឹកនឹងផ្ទាល់គឺគេមានបំពាក់កាមេរ៉ាចំនួន56គ្រាប់ដើម្បីផ្ដល់នូវសុវត្ថិភាពជូនអ្នកមុជទឹកផ្សេងៗបងប្អូននៅអាងទឹកហ្នឹងក៏គេមានជាមគ្គុទ្ទេសក៍ទេសចរយើងនិយាយសួរស្ដាប់វាហៅកាយបងប្អូនអ្នកនាំយើងចុះទៅក្នុងអាងទឹកហ្នឹងទៅតាមកម្រិតដែលយើងអាចជាមួយទឹកបានបងប្អូនហើយនៅអាងទឹកហ្នឹងគឺគេបើកដំណើរការចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យហើយចន្លោះម៉ោង10ព្រឹករហូតដល់ម៉ោង8យប់បងប្អូនមិនដែរស្ដាប់ហើយមានចំណាប់អារម្មណ៍ចង់ទៅមុជសាកល្បងទេបាទទាក់ទងទៅនឹងតម្លៃស្បត់នៃការចូលហែលទឹកឬក៏ជាមួយទឹកទៅក្នុងហ្នឹងគឺមានតម្លៃចាប់ពី$109រហូតដល់ទៅ$817បាទមានបែងចែកទៅតាមកម្រិតផ្សេងៗពីគ្នាអញ្ចឹងបងប្អូន